ខ្ញុំបានទៅដល់ផ្ទះចាស់មួយនៅក្នុងប្រទេសកូរ៉េអ្នកគ្នាដែលគេទុកចោលរយៈពេលជិត10ឆ្នាំមកហើយអ្នកគ្នា Oh my god អ្នកគ្នាមើលតែបរិវេណជុំវិញខ្លួនទៅបើសិនជាយើងមកពេលយប់គឺថាគួរឲ្យខ្លាចខ្លាំងមែនតើតោះជាងដឹងថានៅក្នុងបរិវេណក៏ដូចជានៅក្នុងផ្ទះហ្នឹងមានសម្ភារៈអីគេខ្លះយើងទៅមើលទាំងអស់គ្នាអូខេផ្ដើមដំបូងរបស់យើងគឺយើងចូលមកដល់ថ្លងទ្វារគឺមានបន្ទះក្តារមួយជុងក៏ដូចជាថ្នាក់នោះសម្រាប់ដាក់ស្បែកជើងនិងសម្ភារៈអីផ្សេងៗហ្នឹងទៅគឺថាហលខាងមុខនេះគឺគេមានសាឡុងមានអីគឺថាធំមែនតើឥឡូវមុននឹងយើងចូលទៅដល់ក្នុងហ្នឹងយើងមកមើលជាន់ក្រោមដីទាំងអស់គ្នាជាន់ក្រោមដីអ្នកទាំងអស់គ្នាគឺខ្ញុំនិយាយមែនគឺចូលទៅដល់បន្ទប់ក្រោមដីហ្នឹងគឺថាតិចខ្នងស្រេបខ្លាំងមែនតើហើយអ្នកទាំងអស់គ្នានេះដែលមកនេះគឺអត់ទាន់មានបទពិសោធន៍មកផ្ទះនេះម្ដងទេដោយសារតែផ្ទះនេះគឺជាកន្លែងដែលអង្គការមុនអញ្ចឹងណាហើយគឺជាបទពិសោធន៍ដូចទី1ដូចគ្នាមកហ្នឹងគាត់នៅឃើញផ្ទះភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែយើងមានកម្រងមកដេកនៅហ្នឹងអញ្ចឹងណាហើយក៏ឃើញផ្ទះអញ្ចឹងទៅមានអារម្មណ៍ថាចង់រត់ទៅវិញមកអូខេឥឡូវយើងទៅមើលនៅជាន់ទី3ទាំងអស់គ្នាថាមានអីគេខ្លះអញ្ចឹងណាហើយអ្នកនរគ្នាឃើញប្រូស្បែកខ្មៅទាំងអស់ហ្នឹងគឺគាត់មកជាមួយនឹងខ្ញុំហ្នឹងឯងអ្នកនរគ្នានៅជាន់ខាងលើនេះក៏ដូចជាកន្លែងគ្រីស្ទៀនគេជួបជុំគ្នានៅថ្ងៃចុងសប្តាហ៍អីចឹងអ្នកនរគ្នានេះគឺប្លែកខ្លាំងមែនតើអ្នកនរគ្នាបើតាមខ្ញុំមើលអាគេមួយនេះទៅគឺតម្រង់ទ្រង់ទ្រាយគឺថានៅស្អាតទាំងអស់តែម្ដងហេតុអីបានគេទុកចោលរយៈពេលជិត10ឆ្នាំអាគេនេះគឺបើតាមខ្ញុំដឹងគេប្រាប់មកថា10ឆ្នាំជាងអ្នកនរគ្នាដែលគេទុកចោលអត់មានមនុស្សរស់នៅអញ្ចឹងណាពីមុនគឺមានមនុស្សរស់នៅគេមកជួបជុំគ្នាក្នុងការប្រពៃពិធីរបស់គេអញ្ចឹងទៅដោយសារថាកន្លែងនេះគឺជាលក្ខណៈឈើអញ្ចឹងឥឡូវយើងកុំឆ្ងល់ច្រើនយើងទៅមើលនៅជាន់កណ្ដាលថាសម្ភារៈអីគេនៅស្អាតខ្លះក៏ដូចជាទប់ទឹកទប់អីស្ថានភាពយ៉ាងហ្នឹងយើងទៅមើលតោះគ្នាឥឡូវយើងចូលមកដល់បន្ទប់ទឹកទី1អ្នកនរគ្នាគឺសិតតែដីតែម្ដងដោយសារតែអត់មានអ្នកប្រើគេទុកចោលអញ្ចឹងវាដីច្រើនអញ្ចឹងឯងអូខេឥឡូវយើងមកមើលនៅក្នុងបរិវេណខាងក្នុងនេះវិញគឺកន្លែងទទួលភ្ញៀវគឺថាធំខ្លាំងមែនតើអ្នកទាំងនេះឥឡូវនេះប្រាដឺជនជាស្បែកខ្មៅគាត់កំពុងតែរៀកបោសអញ្ចឹងហើយខ្ញុំថតសិនចាំតិចទៀតចាំជួយបោសគេហើយកន្លែងនេះគឺបន្ទប់ដេកមាន2ហើយខាងមុខបន្ទប់ដេកហ្នឹងគឺចង្ក្រានបាយហើយកន្លែងទុកសម្ភារៈផ្សេងៗអញ្ចឹងទៅគឺធំណាស់អ្នកទាំងនេះផ្ទះមួយនេះគឺពីមុនអត់ដឹងថាគេនៅប្រហែលអ្នកទេបើសិនជានៅ2គ្រួសារក៏គ្រាន់ដែរផ្ទះមួយនេះអូខេឥឡូវយើងទៅសម្ភាសចំណាប់អារម្មណ៍អ្នកមកមួយតើមានអារម្មណ៍បែបណានៅពេលដែលឃើញផ្ទះបែបហ្នឹងអញ្ចឹងគឺដល់មកដល់ព្រាមមកឃើញផ្ទះយើងមានអារម្មណ៍មិនផ្ទះ ghost house Master and ghost house ហ្នឹងឯងនេះស្អាតអត់ខុសទេដោយសារតែផ្ទះហ្នឹងទុកចោលយូរឆ្នាំពេកអញ្ចឹងមានតែពាក្យហ្នឹងឯងនិយាយតោះអញ្ចឹងយើងទៅមើលនៅខាងលើតើទស្សនវិជ្ជានៅខាងលើមានអីគេខ្លះហើយនោះមានផ្លូវក្រោមដីមួយអាប្អូននេះវល់ចង់វល់ចូលហើយបាទដោយសារតែយើងផ្ទះនេះគឺគេទុកចោលរយៈពេល10ឆ្នាំហើយទុកចោលហើយយើងមកមើលថានឹងនៅចំសារលបងខាំភីងអីចឹងណាឥឡូវយើងឡើងទៅលើសិនអាកាសធាតុអេមគាត់ថាផ្ទះគេទុកចោលយូរពេកអូខេឥឡូវយើងបានមកដល់លើដំបូលផ្ទះហើយអ្នកនរគ្នាគឺថាអាកាសធាតុគឺស្រស់ស្អាតខ្លាំងមែនទែនដោយសារតែនៅបរិវេណជុំវិញហ្នឹងគឺកន្លែងគេធ្វើចំការអញ្ចឹងណាគឺតែយើងមើលទៅគឺថាស្រស់ស្អាតខ្លាំងមែនទែនហើយអាកាសធាតុខ្យល់គឺមកបក់មើលតែសក់ខ្ញុំមកដឹងហើយថាបើងហើយឥឡូវយើងទៅមើលខាងមុខអ្នកនរគ្នានឹងឯអ្នកនរគ្នាឃើញពីទម្រង់និងស្ថានភាពផ្ទះហើយបើសិនជាចង់វល់អ្នកនរគ្នាមកបោះតង់ពីប្រយោគមួយគ្នាតើអ្នកនរគ្នាយល់យ៉ាងណាដែរបើសិនជាចង់មកជួយខមមិននៅខាងក្រោមទាំងវីដេអូរបស់យើងមានប៉ុណ្្នឹងទេបាយ